កុំឲ្យមានកម្រងតែកម្រងពេលណាគឺក៏ដែរបានសម្រេចបងប្អូនណាគិតថាកម្រងស្លអីខ្ទិះថ្នោតរੂនៅអាខ្ទិះថ្នោតនឹងឃើញទៀតឥឡូវទៅចេញឯណាទៅជីកជ្រូកជ្រលក់ហុកណាឧទាសាអត់មានម្ទេសក្រៀមបងប្អូនហើយទៅជីកជ្រូកសល់លុកខ្សៃហ្មងសល់ការស្ងោរបាច់ជ្រូកឲ្យកម្មករឥឡូវលើកហ្នឹងគឺទឹកហើយសល់មកស្លឹកជីចាឥឡូវមកច្រាំប្រហុកឲ្យបងប្អូនអើយដើម្បីយើងធ្វើទឹកប្រហុកជ្រលក់ជាមួយទៅជីកជ្រូកយើងដែលយើងយកទៅស្ងោរហ្នឹងហើយចំពោះទឹកប្រហុកនេះវិញគឺនេះខ្ញុំដាក់ទឹកប្រហុកលាយជាមួយក្រងហើយក្រងហ្នឹងក៏នៅសល់ដែរបងប្អូនហើយព្រោះគេចាប់កាលនោះរៀងច្រើនដែរយើងស្ងោរធ្វើទឹកប្រហុកទៅនៅសល់ក៏រៀបចំដាក់ក្នុងកែវទុកទៅដើម្បីយើងញ៉ាំម្ដងទៀតអញ្ចឹងបងប្អូនហើយយកមកលាយគ្រឿងនេះគឺនេះខ្ញុំលាយទឹកដោះគោឆៅមកកំប៉ុងដែរលាយគ្រឿងទៅច្រាំប្រហុកហើយក៏ប៊ីចេងស្ករយើងហ្នឹងគិតថាក្រងនឹងជូរដល់ពេលអត់សូវជូរថែមក្រូចឆ្មា2ផ្លែទៀតទៅបងប្អូនចាលើទឹកប្រហុកខ្ញុំភ្លក់តម្រូវរសជាតិយើងគឺរួចរាល់ហើយដាក់តែសណ្តែកដីហ្នឹងគឺឆ្ងាញ់ហើយតែនេះខ្ញុំរីងស្ទើដូចខាប់នេះខ្ញុំទៅថែមមកទឹកដែលស្ងោរស្លឹកត្រចៀកជ្រូកហ្នឹងយកមកលាយទៀតមកកាន់តែឆ្ងាញ់ទៀតហើយបន្លែហ្នឹងគឺមានប្រមាណបងប្អូនហើយសសក់ហើយនឹងជីស្លឹកក្រាស់យើងហ្នឹងចាហើយម្រះហើយនឹងស្ពៃបកគោហ្នឹងអរគុណច្រើនបងប្អូន